រៀបសួរពុកម៉ែបងប្អូនគ្នាមកខ្ញុំបង្ហាញការឋានវិឡាទឺមួយនៅខាងពហុទឹកដីសៀមរាបបងប្អូនផ្ទះ6បដោយ12តម្លៃ 20000 ក្រាស់ម៉ៅពលកម្មបូកសម្ភារៈហើយបន្ទប់គេង2បន្ទប់ទឹក1បន្ទប់ទូភ្ញៀវផ្ទះបាយបងប្អូនម៉ូតនេះស្អាតញាក់ហ្មងផ្ទះនេះយើងធ្វើរួចមួយរយៈមុនបងប្អូនហ្នឹងហើយក៏ឈៀងមកថតជាវីដេអូជូនពុកម៉ែបងប្អូនទស្សនាផ្ទះនេះឥត20ហើយខឿន8ទឹកពោះជាង4ម៉ែត្រតម្លៃខាងលើរួមការងារសាបឯការងារសាបការងារក្រៅតែតម្លៃនេះក្រោម $30000 ម៉ៅពលកម្មបូកសម្ភារៈម៉ូតបងប្អូនមើលបានស្រឡាញ់អីអាចតាក់ទងសាងសង់បានយើងទទួលមកការទាំង25ខេត្តក្រុងបងបន្ទប់គេង2ហើយបន្ទប់ទូភ្ញៀវផ្ទះបាយហើយនិងបន្ទប់ទឹក1អញ្ចឹងផ្ទះនេះពណ៌អីបែបសាមញ្ញបងប្អូនសាបលេងពណ៌ជាមួយពណ៌រៀងកម្ៅតិចទេតែស្អាតបានយូរហើយផ្ទះនេះនៅជាក់ស្ដែងតំបន់ដីក្រហមហ្មងប៉ុន្តែអត់សូវកាន់ពណ៌ទេហើយពណ៌បែបហ្នឹងណាដោយសារផ្ទះនេះយើងបៀក smart code ទាំងក្នុងទាំងក្រៅដែរធ្វើឲ្យឡងអញ្ចឹងបើសិនជាដីក៏ហើយម៉មវាអត់សូវអីទេដបូលយើងប្រើពណ៌ប្រផេះនេះដបូលពណ៌ប្រផេះពេលចាំងថ្ងៃមករៀងចង់មើលទៅរៀងកម្ៅតែនេះខឿន8ទឹកបងប្អូនពោះជាង4ម៉ែត្រម៉ៅពលកម្មបូកសម្ភារៈតែនេះចាស់ទេចាំទៅកាន់សោះចូលនៅតែម្ដងអញ្ចឹងចដើ5កាំណាចដើ5កាំហើយនៅតាមជាងនេះមានឡាយប្រភេទស្លាបព្រិលដែរហើយទៅតម្លៃយើងមកយើងមានពូលីកអីតែផ្សេងហើយពូធំក្របខាងមុខនេះប្រើទ្វារសុវត្ថិភាពនេះទ្វារសុវត្ថិភាពទ្វារនេះជាក់ស្ដែងវាអត់សូវត្រូវក្តៅអីទេកញ្ចក់ប្រើកញ្ចក់សកញ្ចក់ធម្មតារើសពណ៌បានក្រូអីម្ចាស់តែរើសបានណាកញ្ចក់នេះគឺយើងប្រើកញ្ចក់ធម្មតានេះកញ្ចក់សថ្លាយើងមានចម្រឹងផ្អួចមានអីពីខាងក្នុងទៅណាអានេះមានសួនដែរម្ចាស់តែអត់ឃើញធ្វើសួនអីទេឃើញដាំផ្ការរោងនេះម្ចាស់ទេកតក្រោយហើយការងារម៉ាស៊ីនជាអីយករួមចូលណាក្នុងតម្លៃហ្នឹងនេះពីចំហៀងខាងក្រោយផ្នែកខាងឆ្វេងដៃមានប្អួចតប់ទឹកអីផ្សេងទៅអញ្ចឹងទ្វារចេញចំហៀងនៅទ្វារចេញក្រៅនៅចំហៀងនេះប្រើទ្វារឈើវាមិនបានណាបងអើយសាក់ពណ៌ឈើអស់ពួកយើងមានស្លាបព្រិលដែរម៉ូតគេចម្រឹងប្រើចម្រឹងពណ៌សហើយអានេះប្រើពណ៌ខ្មៅញោមពណ៌ខ្មៅចក់ពណ៌សមានសំណាញ់មូសអញ្ចឹងបងប្អូនស្រឡាញ់អីអាចធ្វើការតាក់ទងតាមរយៈលេខទូរស័ព្ទរបស់ខ្ញុំដាក់ខាងក្រោមខាងលើវីដេអូនេះបានហើយអាចតាក់ទងមកទៅជែកតាម Telegram ក៏បានតាមឆាតក៏បានឬក៏ឆាតមកកាន់ page ឬក៏ YouTube នេះក៏បានដែរបងប្អូនទៅជែកតម្លៃសាងសង់ព្រោះតម្លៃប្រែប្រួលតាមតំបន់មួយអញ្ចឹងណាហើយនេះចូលមកនេះទ្វារសុវត្ថិភាពបងប្អូនក្រាស់មែនទែនប្រភេទជាទ្វារដែកស្មិតណាមកម៉ូតគេនេះកន្លែងទូភ្ញៀវបងបានទំហំប៉ុណ្ណឹងក្រូជើងជាងមួយទឹកហើយបដានមានម៉ូតមានផុងមានពូលធំពូល LED ពូលភ្នែកកែបតែតម្លៃខាងលើអត់រួមការងារទាំងហោណាចឹងទ្វារប្រើទ្វារសុវត្ថិភាពទាំងអស់លើដីទ្វារចំហៀងមួយទេយើងប្រើទ្វារឈើព្រោះគោលបំណងចាស់ទេក៏ចង់តសយ៉ាបតែអត់ឃើញក៏តដែរនេះក្រូជើងជាងមួយទឹកក្រូយើងប្រើកញ្ចក់5ជាន់ហើយចម្រឹងប្អួយឯនឹងរើសម៉ូតបាននេះឌីសុងទ័របងយើងបំបែកផ្សេងគ្នាថាមានច្រើនក្នុងនោះនេះឌីសុងទ័របំបែកតាមបន្ទប់អីផ្សេងទាំងអស់ចឹងកន្លែងទូភ្ញៀវបានប៉ុណ្ណឹងបងប្អូនប្រទេស612ទូទៅខ្ញុំរីខមមិនត្រឹមបន្ទប់គេង2ចានេះបន្ទប់គេងទី1នេះប្រើទ្វារសុវត្ថិភាពដែរអញ្ចឹងបដាននេះបងបដានម៉ូតតាមការស្រឡាញ់របស់ម្ចាស់ទេហើយបដានអីចង់នេះវាំងណូតចង់ដាក់ចូលក្នុងបដានអញ្ចឹងក៏បានឬក៏ដាក់ធម្មតាអញ្ចឹងក៏បានអាចប្រាប់ពួកខ្ញុំដល់វគ្គដែលពួកខ្ញុំធ្វើការងារបដានបានណាទំហំបានប៉ុណ្ណឹងបងតុកគេទី1ម្ចាស់ទេគាត់រៀបចំបានស្អាតដែរបងនេះគាត់ចូលនៅមួយរយៈអីក៏សុំគាត់ថតតិចទៅនេះបន្ទប់គេងទី2ទ្វារសុវត្ថិភាពដែរហើយបដានអីម៉ូតបានប៉ុណ្ណឹងអញ្ចឹងយើងមកក្រោយអានេះផ្ទះបាយនេះទូទឹកកកម្ចាស់ទេគាត់យកមកដាក់មុខវិញគាត់ប្រហែលគាត់មិនទាន់រៀបចំហើយណាកន្លែងទូភ្ញៀវបានប៉ុណ្ណឹងបងស្រឡាញ់អីអាចតាក់ទងបានហើយទ្វារឈើអញ្ចឹងពីខាងក្នុងយើងមើលទៅអត់សូវអីទេខាងក្រៅសាក់ពណ៌ឲ្យដោយសារងាកឡើងវាត្រូវក្តៅមកវិញនេះទិសខាងលិចនៅខាងនេះអញ្ចឹងនេះកន្លែងផ្ទះបាយវាមានការរៀបចំប៉ុណ្ណឹងនេះជាក់ស្ដែងមួយម្ចាស់ទេក៏ដាក់ទូលីកឲ្យក្រោមទៀតហ្នឹងកាន់តែអែមនេះបន្ទប់ទឹកប្រើរួមទាំងនេះទ្វារព្រឹកទ្វារកញ្ចក់អញ្ចឹងនេះបងបន្ទប់ទឹកយើងបានប៉ុណ្ណឹងទឹក
chẳng miền pool miền tầng hào bớt anh em xin thực chuyện cái đau số tất cả nó sẽ làm dân đại sẽ bú này hay tràn một con cái chọn slo là bầu liên mốc chả té con lạnh té đá vốn một té con plưng này một con nơi châu du còn này chẳng con sẽ lạnh ấy chạy tôn sẵn sàng bán á nhưng tôi mà cả phải làm khét cong chả ní chi tật phiệp bật đó vốn té thôi hai con ra